ទេបាទអរគុណណាស់អាយដាមអ៊ឹតសរំបាទត្រង់បច្ច័យដែលអាយដាមអ៊ឹតសរំបានលើកឡើងទាំងបាននេះជាពុទ្ធិមួយសម្រាប់ឲ្យបងប្អូនធ្វើការគិតពិចារណាឲ្យក្នុងនាមយើងជាខ្មែរតែមួយឈាមជាប់តែមួយសញ្ជាតិតែមួយយើងកុំគួរណាយកដោយសារតែស្រឡាញ់ដល់ការស្អប់នឹងវាជ្រុលពេកវាជ្រៅពេកដែលអាយដាមអ៊ឹតសរំបានលើកឡើងដូចខ្ញុំបានទៅជែកមិញនឹងជាមួយអាយដាមអ៊ឹតសរំបើយើងនិយាយអំពីនិន្នាការគោលការណ៍នៃបកគឺវាត្រូវចែកពីរហ្នឹងឲ្យដាច់ពីគ្នារវាងមនោសញ្ចេតនានៃមិត្តភាពមិនចឹងអាយដាមបាទមិនមែនគិតថាអ្នកមាននិន្នាការផ្សេងអ្នកនេះមាននិន្នាការគោលនយោបាយផ្សេងមនុស្សពីរហ្នឹងអត់ត្រូវគ្នាទេដូចខ្ញុំជាមួយនឹងអាយដាមអ៊ឹតសរំទោះបីជាយើងផ្សេងអំពីទស្សនៈនៃនិន្នាការនយោបាយក៏ពិតមែនក៏តែអាការដែលយើងត្រូវមានមនោសញ្ចេតនានៃការរាប់អានគ្នាគឺមិនផ្ទុយគ្នាចិត្តរបបប្រជាធិបតេយ្យសេរីពហុបកគេរកឃើញគុណប្រយោជន៍របស់វានៅត្រង់ហ្នឹងបាទគុណប្រយោជន៍នៃរបបប្រជាធិបតេយ្យសេរីពហុបកមានន័យថាមានបកនយោបាយច្រើនមានគំនិតផ្សេងគ្នាមានគំនិតយល់ឃើញថាអញគួរអភិវឌ្ឍប្រទេសបែបនេះអញគួរអភិវឌ្ឍប្រទេសបែបនោះអញគួរដោះស្រាយបញ្ហាប្រទេសជាតិបែបនេះអញគួរដោះស្រាយបញ្ហាប្រទេសជាតិនោះខ្ញុំលើកឧទាហរណ៍គេថាការដោះស្រាយនឹងអំពើពុករលួយគេមានផ្នែកគំនិតមួយថាត្រូវដោះស្រាយពីលើចុះមកក្រោមមានន័យថាធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជាវាល្អថ្នាក់ក្រោមអត់ហ៊ានទេបើសម្រាប់ខ្ញុំវិញខ្ញុំថាអាលើក៏ដោះអាក្រោមក៏ដោះត្រូវព្រោះយើងអនុវត្តច្បាប់បាទរឿងខ្លះអាអ្នកលើអត់មានធ្វើខុសផងយើងអាអ្នកក្រោមធ្វើខុសឧទាហរណ៍មន្ត្រីអ្នកធ្វើខុសឬក៏ថ្នាក់ដឹកនាំស្ថាប័នអត់ធ្វើខុសយើងទៅធ្វើថ្នាក់ដឹកនាំមិនអនុវត្តច្បាប់អាក្រោមក៏ដោះអាលើក៏ដោះដែរ